សួស្តីអ្នកគ្នាថ្ងៃនេះគឺយើងមកធ្វើវីដេអូថ្មីមួយពាក់ព័ន្ធជាមួយនឹងសម្អាតមេរោគនៅក្នុងកុំព្យូទ័រឥឡូវយើងចុច run មួយមកហើយអ្នកគ្នាសរសេរតាមខ្ញុំបង្ហាញអូខេនៅក្នុងនេះគឺយើងគ្រាន់តែវាយពាក្យដែលខ្ញុំបង្ហាញនេះមកអ្នកនរគ្នាហើយបន្តមកអ្នកគ្នាចុច OK មកហើយឯកសាររបស់ខ្ញុំបានសម្អាតម្ដងហើយតែខ្ញុំភ្លេចធ្វើវីដេអូចឹងអ្នកគ្នា select all មកហើយអ្នកគ្នាចាប់ផ្ដើម delete វាចោលទៅហើយកន្លែងខ្លះអ្នកគ្នាគ្រាន់តែ skip ចោលទៅណាវាអត់មានបញ្ហាទេបន្តមកអ្នកគ្នាទៅម្ដងទៀតហើយអ្នកគ្នាអាចវាយពាក្យ run ម្ដងទៀតទៅហើយបន្តមកអ្នកគ្នាមិនបាច់លុបវាទេអ្នកគ្នាគ្រាន់តែដាក់សញ្ញាភាគរយហ្នឹងទៅអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ប៉ុណ្ណឹងហើយអ្នកគ្នាចុច OK មកយ៉ាអូខេហើយនេះមេរោគទាំងប្រមាណវានៅកន្លែងនេះហើយអ្នកគ្នា Control A មកហើយអ្នកគ្នាលុបចេញទៅអូខេហើយនៅសល់ប្រមាណអ្នកគ្នាខ្វាញ់ចេញទៅមិនបាច់ខ្វល់វាទេអូខេអញ្ចឹងខ្វាញ់ចេញទៀតបន្តមកទៀតអ្នកគ្នា restart វាផងកុំឲ្យវាមានបញ្ហាអូខេអញ្ចឹងអ្នកគ្នាវាយពាក្យបន្ទាប់មកដូចខ្ញុំបង្ហាញហ្នឹងអូខេដោយសារពេលដែលខ្ញុំ record ទៅគឺខ្ញុំមើលអត់សូវច្បាស់អញ្ចឹងអ្នកគ្នាអូខេអញ្ចឹងអ្នកគ្នា Control A ហើយអ្នកគ្នាចុចកន្លែងធុងសម្រាមទៅហើយអ្នកគ្នាខ្វាញ់ចេញធម្មតាអូខេអញ្ចឹងយើងមកដល់ជំហានទី3ហើយចាំមើលជំហានបន្ទាប់ទៀតអ្នកគ្នាត្រូវចុចកន្លែង disk នឹងកន្លែងហ្នឹងហើយអ្នកគ្នាចុចទៅហើយអ្នកគ្នាសម្អាតទៅលើ try អីគេខ្ញុំសម្អាតទៅលើ try C អញ្ចឹងអ្នកគ្នាមើលកន្លែងនេះហើយបើសិនជាអត់មានគ្រីសទេអ្នកគ្នាគ្រីសឲ្យអស់មកអូខេបន្តមកយើងអូខេហើយ delete ទៅអូខេអញ្ចឹងអ្នកគ្នាធ្វើការរងចាំវាទៅវាកំពុងតែលុបមេរោគដែលមាននៅក្នុង try C ដែលអត់ប្រយោជន៍ណាហ្នឹងហើយវានឹងធ្វើការលុបចេញហើយបន្តមកទៀតនៅកន្លែងនេះបើសិនជាអត់មានអីផ្សេងទេវានឹងលុបចេញតែបើសិនជាអ្នកគ្នាមាន file អីមួយនៅសល់គឺវាអត់លុបទេ file នៅក្នុង drive អីផ្សេងណាអូខេអញ្ចឹងអ្នកគ្នាអាច restart វាបានអ្នកគ្នា restart វាផ្សេងបានណាអូខេអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបាទអរគុណច្រើនយើងជួបគ្នាវីដេអូក្រោយ